បាទសួស្តីបាទទៅកាន់បាទប្រិមិត្តបាទពុកម៉ែបងប្អូនយើងបាទសម្រាប់តម្រុយបាល់យប់នេះ admin មាន3គូទៀតហើយបាទការប្រកួតនៅ League Cup 2គូបាទនិងការប្រកួតបាទ Club International Cup វគ្គផ្ដាច់ព្រាត់1គូបាទគូទី1នេះបាទការប្រកួតរវាងក្រុម Manchester City បាទទទួលក្រុមបាទ Brentford បាទ Brentford លេងក្នុងទឹកដី Man City មិនដែលឈ្នះ Man City ទេហើយយប់នេះលេងបាទការប្រកួតវគ្គ8ក្រុមចុងក្រោយណាបាទបងប្អូនលេងទឹកដី Man City អាចនឹងសង្ឃឹមឈ្នះបាទឡើងទៅកាន់វគ្គបន្តបានបាទគូទី1នេះបាទមានចង់ឲ្យបងប្អូនលេងខាង Man City បាទយើងវាយបាទមួយគ្រាប់តែម្ដងបងប្អូនបាទ Man City តមកគ្រាប់ណាបាទកណ្ដាលតែគូទី2វិញបាទការប្រកួតរវាងក្រុម Newcastle បាទជាមួយនឹងបាទ Fulham បាទការប្រកួតធ្លាប់ជួបគ្នាហើយបាទរដូវកាលមុនបាទគឺលេងក្នុងទឹកដី Fulham គឺ Newcastle ឈ្នះ 2-0 យប់នេះលេងក្នុងទឹកដី Newcastle វិញ Newcastle អាចនឹងសង្ឃឹមឈ្នះបាទដើម្បីឡើងទៅកាន់វគ្គបន្តទៀតយប់នេះយើងវាយខាង Newcastle កន្លះគ្រាប់បងប្អូនបាទហើយគូចុងក្រោយវិញបាទការប្រកួតរវាងក្រុម Paris Saint-Germain ទទួលក្រុមជើងខ្លាំងមកពីប្រេស៊ីលគឺ Flamengo តែម្ដងហើយយប់នេះបាទគឺ Paris តរហូតដល់បាទ75បងប្អូនបាទការប្រកួតវគ្គផ្ដាច់ព្រាត់ហើយបាទអញ្ចឹងគូទី3ចុងក្រោយនេះមានចង់ឲ្យបងប្អូនលេងខាង Paris ដែរបងប្អូនបាទអញ្ចឹងមាន3គូនេះបងប្អូនអាចសម្រេចចិត្តយកទៅឆ្នៃទៅខ្លួនឯងហើយបងប្អូនដែលចង់បានធីបបាល់ច្រើននេះក៏អាចចូលរួមជាមួយនឹងក្រុមបាល់របស់ admin បាទគ្រាន់តែចូលទៅកាន់ Telegram នៅក្នុង bio TikTok របស់ admin តែប៉ុណ្ណោះបាទអរគុណជួបបងប្អូនសម្រាប់លោកទាំងអស់គ្នាកុំភ្លេចចុច follow admin បាទម្នាក់មួយផង